បាទខ្ញុំសូមបន្តជំរាបជូននៅជំនួបទី2ដែលសម្ដេចតេជោបានអនុញ្ញាតឲ្យលោកស្រី Andriva ដែលជាអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាជួបសម្ដែងការគូសំនៅថ្ងៃដដែលហ្នឹងជាខ្លឹមសារជាកិច្ចចាប់ផ្ដើមដំបូងសម្ដេចតេជោបានសម្ដែងនៅការស្វាគមន៍និងរីករាយដែលបានជួបជាមួយលោកស្រីនិងសហការីហើយសម្ដេចតេជោសង្ឃឹមថាវត្តមានរបស់លោកស្រីជាអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានឹងញ៉ាំងនៅកិច្ចសហប្រតិការនិងទំនាក់ទំនងរវាងកម្ពុជានិងអង្គការសហប្រជាជាតិឲ្យកាន់តែរីកចម្រើនរឹងមាំបន្តទៀតសម្ដេចតេជោក៏អរគុណជាអាណ័យកប្បការចំពោះអង្គការសហប្រជាជាតិដែលបានចូលរួមចំណែកជួយដល់ប្រទេសកម្ពុជានេះពីកន្លងមកនៅក្នុងឱកាសនោះលោកស្រី Andriva បានសម្ដែងនឹងការអរគុណជាអាណ័យកប្បការចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យលោកស្រីនិងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះលោកស្រីបានលើកឡើងថាកម្ពុជានិងអង្គការសហប្រជាជាតិមានទំនាក់ទំនងដ៏យូរអង្វែងនិងរឹងមាំជាមួយគ្នានេះពេលកន្លងមកហើយលោកស្រីបានបញ្ជាក់នៅចំពោះមុខសម្ដេចតេជោថាអង្គការសហប្រជាជាតិគឺរងចាំជួយដល់ប្រទេសកម្ពុជាជានិច្ចជាពិសេសការជួយជ្រោមជ្រែងដល់ប្រទេសកម្ពុជាឲ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ2030នៅក្នុងឱកាសនោះសម្ដេចតេជោបានសម្ដែងនឹងការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវហើយសម្ដេចក៏បានពិភាក្សាជាមួយលោកស្រី Andriva ដោយផ្ដោតទៅលើបញ្ហាពាក់ព័ន្ធទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងឆ្នាំ2030ដែលដាក់ចេញដោយអង្គការសហប្រជាជាតិហើយទាំងសម្ដេចតេជោនិងលោកស្រី Andriva ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលប្រទេសនានានៅលើពិភពលោកដែលជាសមាជិករបស់អង្គការសហប្រជាជាតិកំពុងជួបប្រទះសម្រាប់សម្ដេចតេជោគឺដាក់ជាសំណួរអំពីតើគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ2030នេះអាចនឹងសម្រេចបានដោយតែការគ្រោងទុកឬក៏យ៉ាងណាភាគីទាំងពីរបានផ្លាស់ប្ដូរនៅយោបល់គ្នាជុំវិញរឿងនេះបន្ថែមពីលើនេះសម្ដេចតេជោនិងលោកស្រី Andriva ក៏បានពិភាក្សាទៅលើបញ្ហាប្រឈមនាពេលបច្ចុប្បន្នជាពិសេសគឺបញ្ហាសន្តិសុខថាមពលដែលកំពុងកើតមានឡើងដែលយើងបានដឹងហើយនាពេលបច្ចុប្បន្ននេះគឺពាក់ព័ន្ធទៅនឹងប្រេងឡើងថ្លៃដែលជាកង្វល់មួយសម្រាប់សមាជិករបស់អង្គការសហប្រជាជាតិហើយក្នុងនោះក៏មានកម្ពុជាយើងមួយដែរហើយបន្ថែមពីលើនេះសម្ដេចតេជោក៏បានលើកឡើងជាមួយនឹងលោកស្រីអំពីការចូលរួមចំណែករបស់កម្ពុជាក្នុងការថែរក្សានៅសន្តិភាពរបស់ពិភពលោកតាមរយៈការបញ្ជូននៅកងទ័ពមុខឃីវរបស់កម្ពុជាទៅកាន់បណ្ដាប្រទេសមួយចំនួនដើម្បីក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិនៅក្នុងការចូលរួមចំណែកនៅការការពារសន្តិភាពរបស់ពិភពលោកដែលមានប្រមាណ 10000 នាក់កន្លងមកនេះដែលជាការរួមចំណែកមួយដ៏ធំលោកស្រី Andriva បានសម្ដែងនៅការអរគុណយ៉ាងខ្លាំងហើយសរសើរចំពោះកម្ពុជាដែលបានបញ្ជូនកងទ័ពរបស់ខ្លួនក្នុងពុបហេតុនៃការការពារនៅសន្តិភាពរបស់ពិភពលោកដែលជាចំណុចមួយដែលកម្ពុជាបានធ្វើនាពេលកន្លងមកហើយបន្ថែមពីលើនេះសម្ដេចតេជោនិងលោកស្រី Andriva ក៏បានពិភាក្សាទៅលើការបម្រែបម្រួលអាកាសធាតុដែលជាបញ្ហាកង្វល់រួមរបស់ពិភពលោកទាំងមូលដែលតម្រូវឲ្យអង្គការសហប្រជាជាតិក៏ដូចជាប្រទេសជាសមាជិកនឹងរួមគ្នាគិតគូរអំពីបញ្ហានៃការបម្រែបម្រួលអាកាសធាតុនេះឯងចុងក្រោយសម្ដេចតេជោបានជូនពរឲ្យលោកស្រីនិងសហការីបំពេញបេសកកម្មនៅកម្ពុជាប្រកបដោយជោគជ័យ